ប្តីខ្ញុំប្រាប់ថាគាត់ចង់ភ្ជួរដីកន្លែងនេះដើម្បីត្រៀមដាំចំការអញ្ចឹងណាភ្ជួររៀបចំមកហើយអញ្ចឹងទៅដើម្បីឲ្យវាដាស់អាចដីហើយបបួលខ្ញុំថាទៅមើលបន្លែអីដែលត្រូវដកយកមកញ៉ាំអត់បើសិនជាយើងភ្ជួរទៅវាខូចអស់អញ្ចឹងណាហើយខ្ញុំចាំកាលទៀតប្រូចតែម្ដងបងប្អូនអត់មានយកស្រោមដៃអីមកទេមកកៅអៅទាំងប្រមាណមកទាំងអស់មកទាញតែកញ្ឆេងមួយហើយនឹងកបិតសម្រាប់កាត់បន្លែនឹងឯងខ្ញុំប្រាប់បងប្អូនថាកន្លែងនេះពួកខ្ញុំដាំពោតនៅពេលដែលយើងដកពោតអស់យើងដាំប្រភេទស្ពៃហើយនឹងថៃថាវហើយមិនសូវជាបានផលទេដោយសារកន្លែងនេះអត់សូវមានជីវជាតិទេណាបងប្អូនមកមើលស្ពៃខ្ញុំនេះវិញបងប្អូនគឺស្ពៃកញ្ញាញ់ដាំក៏អត់សូវលូតលាស់ល្អដែរហើយគ្រាប់ពូជហ្នឹងគឺខ្ញុំយកពីខ្មែរមកនិយាយទៅដាំអត់ត្រូវហ្មងព្រោះអាកាសធាតុត្រជាក់អីចឹងហើយលូតឡើងប្រយតិចហ្នឹងដល់ពេលដែលវាត្រជាក់ខ្លាំងពេកទៅវាចង់លូតវាលូតអត់រួចដល់ពេលចឹងទៅវាចេញផ្កាបងប្អូននេះមើលផ្កាឥឡូវខ្ញុំបេះផ្កាហ្នឹងគិតថាផ្កាហ្នឹងអាចញ៉ាំបានដែរមិនម៉ាយើងយកមកធ្វើម្លក់ឬក៏យើងឆាប្រេងខ្យងអីចឹងណាចំណែកឯស្លឹកវាខ្លះក៏មើលទៅអាចស្រួយដែរអញ្ចឹងស្លឹកល្អអីចឹងណាអាខ្លះក៏ល្អអាខ្លះក៏ពណ៌ក្រហមអីពណ៌លឿងអីចឹងណាបងប្អូនមើលនេះប៉ុន្តែអត់អីទេខ្ចីនឹងមើលទៅឡើងស្រួយស្ញោកហ្មងហើយយើងចេះតែបេះយកទៅថ្ងៃក្រោយយើងត្រូវការអីចឹងទៅយើងមិនបាច់ចាំបបាអស់លុយទិញគេចឹងណាបន្លែដែលយើងមានស្រាប់អីយើងចេះតែកែច្នៃយើងចេះតែទុកទៅណាបងប្អូនយ៉ាងណាក៏យើងមានសមត្ថភាពក្នុងការញ៉ាំដែរចឹងហើយក៏បេះយកមកទុកណាថ្ងៃណាមួយចង់ទឹកគ្រឿងចង់លក់អីណែនោះអីចឹងកន្លែងនេះក៏ពួកខ្ញុំដាំថៃថាវដែរបងប្អូនមើលតែស្លឹកថៃថាវទៅដឹងហើយវាអត់លូតលាស់ល្អដោយអាចចំការខ្ញុំនៅលើភ្នំដែលមានតកកក្រោមចិត្តនឹងទេចំការលើភ្នំអានេះគឺចំការក្រោមភ្នំណាបងប្អូនហើយថៃថាវគឺលូតអត់រួចហ្មងមើលនេះលូតអត់រួចហ្មងគឺនៅទូចទេចំណែកឯសាច់វាអង្កាញ់ប៉ុន្តែសប្បាយដកណាបងប្អូនអើយប៉ុន្តែដកអត់ចង់មកទេណាអត់ស្រួលដកដូចការចំការនៅលើភ្នំទេដីមានជីវជាតិច្រើនហើយផុយដីនៅនេះអត់សូវមានជីវជាតិចឹងឬវាចាក់ជ្រៅដកមកឡើងចង់អុកគូតដែរហ្នឹងណាឥឡូវខ្ញុំប្រម៉ូថៃថាវមកចឹងប្តីខ្ញុំថាគាត់ចង់ភ្ជួរឲ្យអស់ចឹងណាព្រោះយកអត្រាមកហើយខ្ញុំថាអត់ទេមិនបាច់ភ្ជួរកន្លែងរោងថៃថាវនេះទេភ្ជួរតែកន្លែងស្ពៃហ្នឹងទៅស្ពៃហ្នឹងគឺយើងលែងត្រូវការទៀតហើយថៃថាវខ្ញុំចេះតែទុកទៅណាបងប្អូនថៃថាវយើងទុកយូរអត់បញ្ហាអីទេនៅក្នុងដីហ្នឹងយើងច្រឡោះអារោងថៃថាវមករោងហ្នឹងចេញទៅប៉ុន្តែមើលទៅបងប្អូនមើលនេះអូយបងប្អូនចង់បែនធ្វើជ្រក់ថៃថាវឥឡូវសបោណាបងប្អូនអើយសបោហើយទៅកន្លែងណាក៏មានលក់ដែរហើយយើងធូរថ្លៃហ្នឹងទេណាថៃថាវនេះគឺខ្ញុំអត់បានលក់ទេដោយសារវាអត់សូវល្អណាមួយគឺវាអត់ធំអញ្ចឹងទៅចេះតែយកមកធ្វើជ្រក់អីចឹងទៅស្ងោរស៊ុបស្ងោរអីចឹងទៅឥឡូវមកមើលស្ពៃតឿរបស់ខ្ញុំវិញបងប្អូនអើយស្ពៃតឿនេះតឿរបស់គេមែនគឺលូតអត់ណាទៅណាអត់រួចពីដីសមិនតិចនិយាយទៅមកថ្នាំងដៃហ្មងស្ពៃតឿបានលក់ខ្លះដែរជាមួយនឹងស្ពៃចកោះខ្ញុំដាំដូចជា3រងប៉ុន្តែ1រងខ្លីៗឯងឥឡូវមកកាត់មកបងប្អូននេះឃើញស្លឹកវាឡើងពណ៌លឿងចេះតែដកមកទៅថ្ងៃណាមួយយើងធ្វើហូបធ្វើញ៉ាំឯងមិនអស់លុយទិញគេចឹងណានិយាយទៅផ្សាយផ្សំណាបងប្អូនអើយរីតាមបើសិនជាយើងមិនរីតាមផ្សាយផ្សំទេគឺយើងអូយនៅស្រុកនេះស្អីក៏ថ្លៃដែរបងប្អូនហើយបាទស្ពៃចកោះវិញគឺចាប់គ្មានវិចារហ្មងនេះបងប្អូនមិនត្រឹមតែក្រិនទេគឺតកៅស៊ីទៀតពណ៌លឿងអស់លេងគឺអត់បានសំបីតែម្ដងឥឡូវខ្ញុំប្រម៉ូហើយនេះបងប្អូនបានឡើងមកកញ្ឆេងហើយប្តីខ្ញុំគាត់នឹងត្រៀមភ្ជួរហើយអញ្ចឹងជួបគ្នានៅឆ្នាំក្រោយទៀតហើយសង្ឃឹមថាឆ្នាំក្រោយហ្នឹងយើងនឹងបានផលល្អអញ្ចឹងណាព្រោះឆ្នាំមុនគឺជាឆ្នាំទី1ពួកយើងអត់ដឹងថាត្រូវដាំអីខ្លះលក់បានទេអញ្ចឹងឆ្នាំក្រោយនេះយើងនឹងប្រឌិត